សូមជម្រាបសួរទូទាំងជនទាំងអស់គ្នាខ្ញុំបាទឈ្មោះគួយសេងថៃខ្ញុំគឺជាស្ថាបនិកនៃក្រុមហ៊ុន Anon Cambodia ហើយក៏ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះផងដែរក្រុមហ៊ុន Anon Cambodia គឺជាប្រភេទសិប្បកម្មក្នុងស្រុកមួយដែលយើងមានទីតាំងនៅក្នុងខេត្តសៀមរាបយើងផ្ដោតទៅលើផលិតផលធម្មជាតិយើងយកផលិតផលកសិកម្មរបស់យើងដែលជាផលិតផលនៅក្នុងស្រុកយកមកកែច្នៃទៅជាផលិតផលគ្រឿងសម្អាងហើយនិងរបស់របរប្រើប្រាស់ផ្សេងទៀតជាពិសេសយើងមានផលិតនៅសាប៊ូសម្រាប់ជាសាប៊ូដុសខ្លួនសាប៊ូលាងមុខហើយនិងក្រែមលាបមាត់ហើយយើងមានផលិតជាសាជូសម្រាប់បំបត្តិក្លិក្លៀកអីជាដើមថាតើហេតុអីបានយើងចាប់ផ្ដើមផលិតនៅសាប៊ូនេះឡើងខ្ញុំមានបទពិសោធន៍ជាមួយនឹងការងារទាំងអស់នេះពាក់ព័ន្ធជាមួយនឹងខ្ញុំមិនមែនជាអ្នកផលិតផ្ទាល់ទេប៉ុន្តែខ្ញុំជាអ្នកធ្វើការនៅក្នុងវិស័យ handicraft នឹងរយៈពេលជាង10ឆ្នាំដែរនៅក្នុងខេត្តសៀមរាបអញ្ចឹងយើងមើលឃើញអំពីសក្តានុពលនៃការច្នៃប្រឌិតយើងឃើញសាប៊ូនៅលើទីផ្សារភាគច្រើនគឺជាសាប៊ូធម្មតាចង់និយាយថាសាប៊ូគឺជាសាប៊ូអញ្ចឹងប៉ុន្តែខ្ញុំឃើញឱកាសមួយទៀតត្រង់ថាដោយសារតែខ្ញុំខ្លួនឯងយើងមានទេពកោសល្យក្នុងការគូសឆ្លាក់ក្នុងការបង្កើតនៅស្រឡាញ់នៅការសិល្បៈវប្បធម៌ខ្មែររបស់យើងអញ្ចឹងខ្ញុំជាក់ស្ដែងខ្ញុំមិនត្រឹមតែធ្វើតែលើសាប៊ូទេសូម្បីតែលើទៀននិងលើផលិតផលផ្សេងទៀតគោលដៅរបស់ខ្ញុំគឺបង្កប់នៅសិល្បៈចម្លាក់របស់ខ្មែរយើងនឹងនៅលើផលិតផលស្ទើរតែគ្រប់មុខទាំងអស់អាណន់មិនមែនមានធ្វើតែសាប៊ូទេយើងមានធ្វើថែមទាំងទៀនយើងមានធ្វើតាំងពីគ្រឿងកោបផ្សេងយើងមានធ្វើតែចម្លាក់ថែមទៀតដែលទាំងអស់ហ្នឹងគឺឈរនៅក្នុងឡាញជាមួយគ្នាគឺសិល្បៈវប្បធម៌ខ្មែរទាំងអស់ដើម្បីលើកកម្ពស់សិល្បៈវប្បធម៌របស់យើងទៅលើឆាកអន្តរជាតិគោលដៅរបស់យើងគឺយើងសង្ឃឹមថាមួយដុំនៃផលិតផលរបស់យើងដែលយើងបានលក់ចេញទៅគឺជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាអញ្ចឹងដល់ពេលដែលយើងបានបញ្ចេញផលិតផលរបស់យើងមួយទៅស្មើនឹងយើងបានជួយផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោកបានម្នាក់អញ្ចឹងជាក់ស្ដែងក្នុងមួយឆ្នាំយើងផលិតបានរាប់ពាន់ឯកតារាប់ម៉ឺនឯកតាអញ្ចឹងយើងមានមោទនភាពដែលយើងអាចជួយក្នុងនាមជាប្រជាជនខ្មែរម្នាក់ដែលអាចជួយលើកតម្កើងសិល្បៈវប្បធម៌របស់ជាតិខ្លួនឯងតាមរយៈផលិតផលរបស់ខ្លួនឯងជាក់ស្ដែងយើងគឺជាផ្នែកក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលយើងទទួលបាននៅ certificate មួយឈ្មោះថា Cosmos Natural ពីស្ថាប័នមួយឈ្មោះ Control Union ដែលជាស្ថាប័នអន្តរជាតិហើយដោយសារតែយើងប្រើប្រាស់នៅវត្ថុធាតុដើមបែបធម្មជាតិដូចជាសក្តិល្មៀតដំដេងប្រេងដូងផ្សេងនៅក្នុងសហគមន៍របស់យើងឆ្លងកាត់តាមការទទួលស្គាល់នៃ certificate វិញ្ញាបនបត្រនេះផ្ដល់ឱកាសឲ្យផលិតផលរបស់យើងមួយចំនួនត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបដែរជាស្ដែងយើងបាននាំចេញទៅប្រទេសអាល្លឺម៉ង់និងប្រទេសនេដាឡែនហើយសង្ឃឹមថាផលិតផលរបស់កម្ពុជាដែលយើងផលិតនៅក្នុងខេត្តសៀមរាបមួយនេះក្លាយទៅជាផលិតផលមួយដែលអាចជាមោទនភាពជាតិយើងផងហើយក៏ជាផលិតផលមួយដែលអាចបំពេញនៅតម្រូវការរបស់ប្រជាជនរបស់កម្ពុជាផ្ដល់ឱកាសការងារដោយផ្ទាល់ផងដោយប្រយោលផងទៅដល់សហគមន៍របស់យើងជាក់ស្ដែងសាប៊ូដែលយើងបាននាំចេញទៅសហគមន៍អឺរ៉ុបយើងនាំចេញនៅសាប៊ូមួយដែលមានឈ្មោះថាសាប៊ូចម្លាក់ជញ្ជាំងប្រាសាទបាយ័នដែលយើងរើសយកយើងមាន7រូបសំខាន់យើងរើសយករូបដំរីយើងរើសយករូបដើមឈើរូបកសិកររូបស្វានៅក្នុងព្រៃអីចឹងទៅដូចជាយើងបានជ្រើសរើសចំនួន7រូបខុសៗគ្នាប៉ុន្តែរូបទាំងអស់ហ្នឹងគឺដកស្រង់ចេញពីជញ្ជាំងនៃប្រាសាទបាយ័នដែលឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននាសម័យហ្នឹងអញ្ចឹងរូបទាំងអស់ហ្នឹងត្រូវបានយើងយកមកឆ្លាក់នៅលើផ្ទៃនៃសាប៊ូរបស់យើងហើយយើងចង់គោលដៅរបស់យើងគឺយើងចង់ថាយើងលក់សាប៊ូផងប៉ុន្តែក៏យើងភ្ជាប់ជាមួយនឹងការលើកកម្ពស់នៃសិល្បៈវប្បធម៌របស់យើងទៅកាន់ឆាកអន្តរជាតិផងដែរហើយជាក់ស្ដែងមានការគ្រប់គ្រងហើយមានការចាប់អារម្មណ៍ជាច្រើនអញ្ចឹងយើងរំពឹងថាយើងនឹងបន្តនៅស្នាដៃរបស់យើងបន្ថែមទៀតទៅលើការផលិតនៅផលិតផលបែបជាផលិតផលប្រើប្រាស់ធម្មជាតិមែនប៉ុន្តែបង្កប់នៅនវានុវត្តន៍បង្កប់នៅគំនិតច្នៃប្រឌិតដែលបំផុសគំនិតឲ្យមានការទទួលស្គាល់ឲ្យមានការស្វែងយល់បន្ថែមអំពីសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាផងដែរពិតជាអរគុណមែនទែនពាក់ព័ន្ធជាមួយនឹងអាជ្ញាធរខេត្តជាពិសេសខាងចលនាភូមិមួយផលិតផលមួយរបស់ខេត្តសៀមរាបយើងដែលបានចង់និយាយថា
មានចលនាយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផលនៅក្នុងខេត្តរបស់យើងហើយមួយក្នុងចំណោមនោះក៏មានក្រុមហ៊ុនអាណត្តិកម្ពុជាមួយដែរដែលទទួលបានផលប្រយោជន៍ពីការជំរុញនៃចលនានេះយើងបានចូលរួមពិព័រណ៍ជាច្រើនដែលបានរៀបចំដោយភូមិមួយផលិតផលមួយមិនថាតែក្នុងខេត្តយើងទោះបីតែនៅខេត្តផ្សេងទៀតក៏កាត់អញ្ជើញទៅដែរអញ្ចឹងវាជាឱកាសដែលយើងអាចផ្សព្វផ្សាយនៅផលិតផលរបស់យើងកាន់តែទូលំទូលាយទៀតនៅក្នុងប្រទេសរបស់យើងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍មកលើផលិតផលខ្មែរយើងឡើងវិញហើយអាចធ្វើការសាកល្បងបានជាមួយនឹងផលិតផលមួយចំនួនរបស់ក្រុមហ៊ុនអាណត្តិកម្ពុជាដើម្បីឲ្យដឹងថាតើគុណភាពយើងអាចប្រើប្រាស់ទទួលយកបានយើងកម្រិតណាពីព្រោះពីខាងក្រុមហ៊ុនទៅខ្ញុំជឿជាក់ថាក្រុមហ៊ុនរបស់ខ្ញុំវាជាក្រុមហ៊ុនដំបូងដែលជាក្រុមហ៊ុនទទួលស្តង់ដារអន្តរជាតិទៅលើផលិតផលនេះអញ្ចឹងខ្ញុំជឿជាក់ទៅលើគុណភាពនៃផលិតផលនេះប៉ុន្តែយ៉ាងណានោះគឺសំខាន់គឺការសាកល្បងប្រើរបស់អ្នកទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងសាកល្បងប្រើហើយអាចតាក់ទងមកខាងក្រុមហ៊ុនយើងបានដែលយើងមានអាសយដ្ឋាននៅក្នុងខេត្តសៀមរាបនៅក្នុងភូមិចិនឡុងឃុំសាលាកំរើកសង្កាត់សាលាកំរើកហើយអ្នកទាំងអស់គ្នាអាចតាក់ទងដោយផ្ទាល់តាមលេខទូរស័ព្ទរបស់ខ្ញុំក៏បាន012 206 135ឬក៏តាម Facebook Page ដែលមានឈ្មោះថាអាណត្តិកម្ពុជាហើយនឹង social media ផ្សេងទៀតឈ្មោះអាណត្តិកម្ពុជាដូចគ្នាមាន Instagram មាន LinkedIn ដូចជាដើមអញ្ចឹងមានតែប៉ុណ្ណឹងសូមអរគុណហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងចាប់ផ្ដើមធ្វើការសាកល្បងប្រើប្រាស់អរគុណច្រើន